យើងត្រូវតែប្រើរបស់នេះបងហានរបស់នេះរកបានហើយតែប្រេងយើងមិនគ្រប់គ្រាន់ទេប៊ីងស៊ីជឿខ្ញុំលើកនេះចុងក្រោយបើឈ្នះយើងមានគ្រប់យ៉ាងបើចាញ់ក៏ត្រឹមតែទៅបាតសមុទ្រជាមួយគ្នាឈរនៅទីនេះទៅបាយឡងបងផាងជាប់បាត់ហើយត្រង់ជាប់ថ្មហើយមិនមែនទេគឺរបស់ធ្ងន់ពេកបងខាងយើងរកបានគ្រប់ធំហើយទៅហើយក្រុមយើងឈ្នះហើយបានហើយធំម្លេះហាបងហាងតែទំនិញលំដាប់ពូច្រើនបែបនេះយើងលក់យ៉ាងម៉េចទៅបើត្រឡប់ទៅភូមិវិញ Chain the Game មិនព្រមទុកយើងឲ្យនៅសុខឡើយយើងទៅទីក្រុងដងហៃបងហាងទូកចាស់របស់យើងនេះអាចទៅដល់ដែរទេប៉ាន់បោះត្រង់បង្គាដែលនៅសល់ទាំងអស់ចុះទៅយើងទៅទីក្រុងដងហៃថៅកែទទួលទិញបង្កងអូស្ត្រាលីទេបង្កងព្រៃទឹកតែចាប់បានពីសមុទ្រក្រៅ800ក្នុង1គីឡូថៅកែរបស់ខ្ញុំនេះទម្ងន់លើស3គីឡូលោកមើលចុះវានៅរស់ល្អណាស់តម្លៃ800ចង់ទិញទៅតាមចាំទិញប្រកាសបងប្រុសតើខ្ញុំអាចមើលបង្កងអូស្ត្រាលីរបស់បងបានទេបង្កងព្រៃសមុទ្រជ្រៅចាប់បានមិនលើសពី2ថ្ងៃទេខ្ញុំជាមេចុងភៅធំនៃភោជនីយដ្ឋានហងយន្តនៅក្បែរនេះគុណភាពអូឡុងរបស់អ្នកគឺល្អបំផុតបើតម្លៃ1200ក្នុង1គីឡូក្រាមខ្ញុំយកទាំងអស់ខ្ញុំយកឲ្យ1200រយ1450 1400អូនប្រុសកុំខាត់ទេអីខ្ញុំយកទាំងអស់ប៉ាន់ចុះប្រចាំតាមខ្ញុំទៅមើលទំនិញលើទូកនេះគឺជាចុងភៅចាំងមកពីភោជនីយដ្ឋានហងយន្តគាត់មកទទួលទំនិញយើងច្រើនម្លេះសុទ្ធតែទំហំបែបនេះទាំងអស់ឲ្យស្លាប់ទៅចុះបងប្រុសពួកឯងទៅរុករកដល់ក្នុងសម្បុកស្ដេចអ្នកមែនទេខ្ញុំនឹងហៅគេមកជួយលើកហៅគ្នាមកពី3នាក់មក2គីឡូកន្លះ3គីឡូ1ខាំសរុប213,000ផ្ញើលេខកន្នីមកខ្ញុំនឹងផ្ទេរលុយឲ្យឥឡូវនេះខ្ញុំបងហាងមិនស្រួលទេឈិនទើគឺដឹងរឿងបងរកស៊ីមានបានឥឡូវក្រុមគ្រួសារចឹងកំពុងរងចាំនៅកំពង់ផែបើបងត្រឡប់មកវិញគេនឹងចាប់ទាំងមនុស្សទាំងទូកបងខាងចុះយើងត្រូវធ្វើម៉េចយើងមិនអាចមិនត្រឡប់ទៅវិញទេមែនទេត្រឡប់ទៅកន្លែងចាស់ដើម្បីឲ្យគេជន់ឈ្លីទៀតមែនទេវិញចាប់ពីថ្ងៃនេះទៅយើងមិនត្រឡប់ទៅវិញទេទីនេះគឺជាផ្ទះថ្មីរបស់យើងគឺជាការចាប់ផ្ដើមថ្មីរបស់យើងចុងភៅចាងខ្ញុំចង់ពិភាក្សាជាមួយអ្នកពីសហការរយៈពេលវែងយ៉ាងម៉េចទៅចាប់ពីពេលនេះទៅអាហារសមុទ្រល្អដែលខ្ញុំរកបាននឹងគុតគង់ឲ្យតែហងយន្តតែមួយគត់ខ្ញុំចង់ក្លាយជាដៃគូផ្ដាច់មុខរបស់អ្នកនៅទីក្រុងតុងហៃផ្ដាច់មុខអ្នកមានហេតុការណ៍ណាតើមានហេតុផលអ្វីដែលខ្ញុំត្រូវជឿថាអ្នកអាចផ្ដល់កម្លាំងបែបនេះឲ្យខ្ញុំបានរហូតដោយសារខ្ញុំហ៊ានទៅកន្លែងដែលអ្នកអត់ទេមិនហ៊ានទៅនឹងអាចរកបានអ្វីដែលអ្នកអត់ទេរកមិនបានអូក្មេងប្រុសរកស៊ីមានបានហើយមែនទេយ៉ាងម៉េចមកដណ្ដើមស៊ីនៅទីក្រុងតុងហៃមែនទេកំពុងផែបរទេសគ្មានទេក្មេងប្រុសអញហ៊ានណាស់ដែលមកដណ្ដើមមុខរបរខ្ញុំនៅទីនេះលោកចាំងលោកឃើញស្រាប់ហើយបញ្ហាបានមកដល់ខ្លួនឯងបើគ្មានដៃគូខ្លាំងម្នាក់ខ្ញុំពិបាកធ្វើការណាស់ការសហការជាមួយខ្ញុំលោកប្រហែលជាត្រូវទទួលរងខ្លះបញ្ហាតូចតាចបែបនេះអញកំពុងនិយាយជាមួយឯងខ្លងមែនទេបងខ្លះនេះជាមិត្តភក្តិរបស់ខ្ញុំថ្ងៃនេះសូមឲ្យមុខមាត់ខ្ញុំផងមុខមាត់លោកចាំងចុងភៅត្រូវតែឲ្យជាដាច់ខាតប៉ុន្តែខ្ញុំសូមព្រមានឯងមួយម៉ាត់នៅកំពង់ផែតុងហៃនេះទោះពូកែលើស្មុតយ៉ាងណាក៏ដោយតែនៅលើគុកអ្នកគួរតែគោរពច្បាប់អាចឲ្យអ្នកពិតជាមានភាពក្លាហានជាងអ្វីដែលខ្ញុំបានទៅទៀតខ្ញុំរាប់អានអ្នកជាមិត្តហើយខ្ញុំយកព្រមសហការផ្ដាច់មុខជាមួយអ្នកមិនត្រឹមតែប៉ុណ្ណោះខ្ញុំនឹងបើកប្រាក់កក់ឲ្យអ្នក200,000ហើយទំនិញល្អបំផុតត្រូវតែផ្ញើមកខ្ញុំមុនគេសិនទេអ្នកគិតថាបណ្ដេញខ្ញុំចេញហើយខ្ញុំមិនអាចរស់បានមែនទេឥឡូវនេះខ្ញុំនឹងឲ្យអ្នកមើលចុះតើការចេញមកក្រៅវាហត់នេះប៉ុណ្ណាជាង400,000មួយជីវិតនេះខ្ញុំមិនដែលឃើញលុយច្រើនបែបនេះទេពួកយើងមានលុយហើយនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះនេះទៅពួកយើងម្នាក់យក100,000ចំណែកលុយដែលសល់យកទៅកែមអត់ទូកមិនបានទេបងហាងវាច្រើនពេកហើយ
ខ្ញុំគ្រាន់តែមកជួយកម្លាំងអ្នកប៉ុណ្ណោះខ្ញុំមិនអាចយកច្រើនបែបនេះទេត្រឹម30000ក៏ខ្ញុំពេញចិត្តដែរយើងជាបងប្អូននឹងគ្នាក៏ជាដៃគូស៊ីដែរបើគ្មានទូករបស់អ្នកខ្ញុំក៏មិនអាចចេញទៅនេសាទបានដែរលុយនេះអ្នកសមនឹងទទួលបានលោកម្ចាស់ជួយជួសជុលទូកនេះពីក្នុងដល់ក្រៅឲ្យខ្ញុំផងម៉ាស៊ីនបដូរយកកម្លាំងខ្លាំងបំផុតហើយពង្រឹងទូករួចដាក់ឧបករណ៍នេសាទទឹកជ្រៅល្អបំផុតមកយល់ព្រមនឹងធ្វើភ្លាមលុយមិនមែនជាបញ្ហាទេខ្ញុំចង់បានតែរបស់ល្អណាស់ល្អហើយអ្នកនោះទៅយកទូកចាស់នោះមកទីនេះមកទីនេះទាំងអស់គ្នាបងហាងនេះនៅតែជាទូកចាស់របស់យើងមែនទេនេះវាដូចជាខ្លាដែកដ៏កាចសាហាវមួយអញ្ចឹងមានវាហើយសមុទ្រនេះនឹងក្លាយជាម៉ាស៊ីនដកលុយរបស់យើងលោកបិសាច់ត្រៀមខ្លួនស្អែកនេះយើងនឹងទៅសាកល្បងម្ដងទៀតបានតើលោកតាលើកនេះខ្ញុំនឹងប្រែក្លាយកន្លែងនោះបងហែងពេញអស់ហើយត្រឡប់ទៅវិញលើកនេះច្បាស់ជាចំណេញធំពេញខ្សែដាក់ត្រង់នៅតំបន់ចុងក្រោយនេះរួចយើងនឹងឈប់បងហែងមិនល្អទេវាជាប់បាត់ហើយខ្ញុំបានចាប់របស់ដ៏អស្ចារ្យមួយតកដាក់ឧបករណ៍បំរុងចូលទៅរួចប្រើជើងទាំងពីរជាន់ឲ្យខ្លាំងខ្ញុំចង់ដឹងណាស់ថាមានអ្វីនៅក្រោមទឹកអ្វីដែលលោកតាបានកត់ត្រាទុកវាមានតែនៅក្នុងរឿងព្រេងអូឡុងវ៉ាងប៊ីងស៊ីទាញវាឡើងមកបងយើងចាប់បានទេវតាហើយរបស់នេះនឹងមានតម្លៃប៉ុន្មានទៅក្នុងមាសមួយគុំនៅស្ងៀមអីត្រឡប់ទៅវិញឲ្យលឿនបំផុតត្រូវតែនាំគាត់ទៅជួបថៅកែដែកឲ្យទាន់ពេលគឺបងខ្លាគាត់នាំទុក3គ្រឿងមកឡោមព័ទ្ធយើងអាឡអែបបានរបស់ច្រើនណាស់តើទុកទំនិញទាំងអស់នោះឲ្យយើងមនុស្សអាចទៅបានហើយបងហាងពួកគេច្រើនពេកយើងតាំងមិនឈ្នះទេត្រូវតែតាំងទោះជាយ៉ាងណាក៏ដោយរបស់នៅលើទុកនេះមានតម្លៃជាងជីវិតពួកយើងទៅទៀតបើមិនអញ្ចឹងទេអ្នកហ៊ានគំរាមខ្ញុំមែនទេមកចង់ប៉ះបើមែនទេទំនិញរបស់ខ្ញុំអ្នកក៏ហ៊ានប៉ះដែរលោកប្រធានចាងវាជាការយល់ច្រឡំទេខ្ញុំគ្រាន់តែលេងសើចជាមួយប្អូនប្រុសម្នាក់នេះទេខ្ញុំឲ្យពេលអ្នក3នាទីនាំមនុស្សរបស់អ្នកចេញពីមុខខ្ញុំឲ្យបាត់អាឡអត់លោកចង់ថាចាំថ្ងៃនេះអរគុណច្រើនអរគុណរឿងអ្វីខ្ញុំនៅរងចាំទំនិញល្អពីអ្នកចុចខាងក្រោមដើម្បីទស្សនាវគ្គពេញបើមិនព្រមស្ដាប់បង្គាប់កុំបន្ទោសខ្ញុំចូលទៅដណ្ដើមយកទូកនោះមកបង្កងពណ៌ខៀវនោះខ្ញុំចង់បានវាទាំងរស់កុំកម្រើកឲ្យសោះបងខ្លារបស់នេះមានតម្លៃប៉ុន្មានអ្នកដឹងច្បាស់ជាងខ្ញុំទៅទៀតតែពួកអ្នកត្រូវការតែម្នាក់តាមពិតទី1គឺសម្រាប់គេបើថ្ងៃនេះឆេនយូហាងខ្ញុំមិនអាចយកផ្ទះនេះទៅបានទេអ្នកក៏គុំសង្ឃឹមថានឹងបានប្រាក់1សែនដែរទេខ្ញុំថ្ងៃនេះយើងស្លាប់រស់ជាមួយគ្នាអាឡអត់បើឯងហ៊ានកម្រើកមែនខ្ញុំនឹងមិនឲ្យឯងចេញពីសមុទ្រនេះបានឡើយអញ្ចឹងសាកមើលថាតើកំបិតឯងធំជាងឬមួយកំបិតខ្ញុំធំជាងឥឡូវនេះពួកឯងទាំងអស់គ្នាជប់ឲ្យខ្ញុំ